នេះគឺជាសាច់រឿងព្រេងនិទាននៃក្បឹងយក្សឡោមដែលបានរៀបរៀងឡើងយ៉ាងលម្អិតដើម្បីបង្ហាញពីទស្សនវិជ្ជាវប្បធម៌និងសោកនាដកម្មនៃស្នេហាដែលបានបង្កើតឲ្យមានបឹងដ៏ស្រស់ស្អាតមួយនេះកាលពីយូរលង់ណាស់មកហើយនៅលើទឹកដីភូមិភាគសាននៃប្រទេសកម្ពុជាដែលបច្ចុប្បន្នគឺជាខេត្តរតនគិរីមានអាណាចក្រយក្សដ៏ធំមួយគ្របដណ្ដប់ដោយព្រៃព្រឹក្សាខ្ពស់អាណាចក្រនោះគ្រប់គ្រងដោយស្ដេចយក្សមួយអង្គដែលមានឫទ្ធិអំណាចខ្លាំងពូកែនិងមានចិត្តដាច់បំផុតប៉ុន្តែទ្រង់មានបុត្រីម្នាក់ដែលមានសម្រស់ស្អាតលើសស្រីទាំងពួងព្រះនាងមានព្រះនាមថានាងយក្សឡោមជាបុត្រីតែមួយគត់ដែលស្ដេចយក្សស្រឡាញ់ស្មើជីវិតនិងថែរក្សាយ៉ាងហ្មត់ចត់នៅក្នុងប្រាសាទដ៏ស្កឹមស្កៃសម្រស់របស់ព្រះនាងត្រូវបានគេប្រៀបប្រដូចទៅនឹងព្រះច័ន្ទពេញបូណ៌មីដែលធ្វើឲ្យភពយក្សទាំងមូលហាក់មានពន្លឺស្រស់បំព្រងរៀងរាល់ពេលព្រះនាងយាងចេញមកក្រៅទោះបីជាស្ថិតក្នុងត្រកូលយក្សប៉ុន្តែព្រះនាងមានចិត្តមេត្តាធម៌ស្លូតបូតនិងចូលចិត្តធម្មជាតិខ្លាំងណាស់នៅមិនឆ្ងាយប៉ុន្មានពីអាណាចក្រយក្សមានភូមិឋានរបស់មនុស្សលោកមួយដែលរស់នៅដោយសន្តិវិធីតាមរយៈការធ្វើកសិកម្មនិងបរបាញ់សត្វក្នុងចំណោមអ្នកភូមិទាំងនោះមានកំឡោះម្នាក់ឈ្មោះគឺម៉ាន់ដែលមានរូបរាងសង្ហាស្វាហាប់និងមានទ្វេដៃក្នុងការលេងឃ្លួយយ៉ាងពីរោះរណ្ដំចិត្តថ្ងៃមួយមានបានធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅដើម្បីបរបាញ់សត្វប៉ុន្តែគេបែរជាវង្វេងផ្លូវចូលទៅក្បែរព្រំដែននៃអាណាចក្រយក្សខណៈពេលដែលកំពុងសម្រាកក្រោមដើមឈើធំមួយមានក៏បានលើកឃ្លុយមកផ្លុំដើម្បីបន្ធូរអារម្មណ៍នឿយហត់សំឡេងឃ្លុយដ៏ស្រទន់នោះបានអន្តែតតាមខ្យល់រហូតទៅដល់សួនច្បារដែលព្រះនាងយក្សឡោមកំពុងដើរលេងកម្សាន្តព្រះនាងមានអារម្មណ៍ងឿងឆ្ងល់និងចាប់ចិត្តនឹងសំឡេងតន្ត្រីដែលមិនធ្លាប់បានឮពីមុនមកក៏លួចយាងចេញពីប្រាសាទដើម្បីតាមរកប្រភពសំឡេងនៅពេលដែលភ្នែកទាំងគូបានប្រសពគ្នារវាងមានជាមនុស្សលោកនិងព្រះនាងជាពូជពង្សយក្សពិភពលោកហាក់ដូចជាឈប់វិលមួយខណៈមានបានស្រឡាងកាំងនឹងសម្រស់ដ៏លើសលប់របស់ព្រះនាងចំណែកព្រះនាងក៏បានលង់ស្នេហ៍នឹងភាពក្លាហាននិងសំឡេងឃ្លុយរបស់មានចាប់តាំងពីថ្ងៃនោះមកអ្នកទាំងពីរបានលួចជួបគ្នានៅក្នុងព្រៃជ្រៅជាញឹកញាប់ដោយមិនឲ្យស្ដេចយក្សដឹងឡើយពួកគេបានសន្យាថានឹងស្រឡាញ់គ្នាអស់មួយជីវិតទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក៏ដោយប៉ុន្តែការលួចលាក់មិនអាចបិទបាំងបានយូរឡើយព្រោះសេនាដឹងរឿងនេះហើយក៏បានទៅទូលស្ដេចយក្សតាមដំណើររឿងនៅពេលស្ដេចយក្សជ្រាបរឿងនេះទ្រង់មានព្រះពិរោធយ៉ាងខ្លាំងរហូតធ្វើឲ្យផែនដីញ័ររន្ធត់ទ្រង់មិនអាចទទួលយកបានឡើយដែលបុត្រីដ៏ខ្ពង់ខ្ពស់របស់ទ្រង់ទៅមានទំនាក់ទំនងស្នេហាជាមួយមនុស្សលោកដ៏ទន់ខ្សោយស្ដេចយក្សបានបញ្ជាឲ្យសេនាចាប់ព្រះនាងយកទៅឃុំទុកក្នុងបន្ទប់ងឹតដើម្បីកុំឲ្យជួបមានទៀតចំណែកឯមានវិញដោយសារតែក្តីនឹករលឹកនិងបារម្ភពីស្រីស្នេហ៍គេក៏សម្រេចចិត្តលួចចូលទៅក្នុងអាណាចក្រយក្សដើម្បីជួយសង្គ្រោះព្រះនាងនាពាក់កណ្ដាលអធ្រាត្រមួយមានបានប្រើភាពឆ្លៀសវៃលួចចូលទៅដល់បន្ទប់ឃុំឃាំងហើយបាននាំព្រះនាងរត់ចេញទៅក្នុងព្រៃធំព្រឹកឡើងស្ដេចយក្សដឹងថាបុត្រីបានបាត់ខ្លួនក៏ស្រែកដង្ហោយដោយការខឹងសម្បារយ៉ាងខ្លាំងទ្រង់បានកោះហៅពលសេនាយក្សរាប់ពាន់នាក់ដើម្បីដេញតាមចាប់អ្នកទាំងពីរមកវិញឲ្យខាងតែបានស្ដេចយក្សបានបញ្ជាថាពួកត្រូវឡោមព័ទ្ធព្រៃនេះឲ្យជាប់កុំឲ្យពួកវាមានផ្លូវរត់រួចកងទ័ពយក្សរាប់សែនបានរត់ជន់ដេលសូដូចរន្ទះបង្កើតជាសម្លេងខ្ទរខ្ទារពេញព្រៃមាននិងព្រះនាងយក្សឡោមបានរត់ទៅដល់ជ្រលងភ្នំមួយដែលព័ទ្ធជុំវិញដោយភ្នំខ្ពស់ពួកគេដឹងខ្លួនថាមិនអាចរត់គេចចេញពីកងទ័ពយក្សដែលកំពុងឡោមព័ទ្ធគ្រប់ទីបានឡើយស្ដេចយក្សបានមកដល់និងស្រែកបញ្ជាឲ្យកងទ័ពជីកដីរុះរើដើមឈើដើម្បីរកមើលបុត្រីការជីកកកាយរបស់យក្សរាប់ពាន់នាក់បានធ្វើឲ្យដីតំបន់នោះរុងជ្រៅទៅបង្កើតជាដាវដ៏ធំហិមាទោះបីជាជីកជ្រៅយ៉ាងណាក៏នៅតែរកអ្នកទាំងពីរមិនឃើញព្រោះពួកគេបានលាក់ខ្លួននៅក្នុងរូងភ្នំសម្ងាត់មួយក្តីស្រឡាញ់ដែលមិនអាចទៅរួចបានធ្វើឲ្យព្រះនាងយក្សឡោមយំសោកបោកខ្លួនរហូតទឹកភ្នែកហូរដូចស្ទឹងព្រះនាងបានបន់ស្រន់ដល់ទេវតាថាបើទូលបង្គំមិនអាចរស់នៅជាមួយមនុស្សដែលស្រឡាញ់បានទេសូមឲ្យរូបកាយទូលបង្គំក្លាយជាផ្នែកមួយនៃដីនេះចុះរំពេចនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងអស្ចារ្យផ្គរលាន់រន្ទះបាញ់ពេញផ្ទៃមេឃទឹកភ្លៀងបានធ្លាក់មកបំពេញដោយដីដែលពួកយក្សបានជីកឡោមព័ទ្ធនោះរហូតក្លាយជាបឹងទឹកដ៏ធំមួយអ្នកទាំងពីរបានបាត់ខ្លួនទៅក្នុងទឹកបឹងដ៏ថ្លានោះជារៀងរហូតដោយគ្មានអ្នកណាឃើញទៀតឡើយស្ដេចយក្សឃើញដូច្នេះក៏ស្លុតចិត្តយ៉ាងខ្លាំងហើយបានត្រឹមតែឈរសម្លឹងមើលផ្ទៃទឹកដែលលិចលង់បុត្រីខ្លួនសេចក្តីស្រឡាញ់ដែលតឹងរឹងពេករបស់ឪពុកបានប្រែទៅជាសោកនាដកម្មដែលមិនអាចស្រោចស្រង់បានចាប់តាំងពីពេលនោះមកអ្នកស្រុកក៏បានហៅបឹងនោះថាបឹងយក្សឡោមគឺដើម្បីរំលឹកដល់ហេតុការណ៍ដែលស្ដេចយក្សបញ្ជាឲ្យសេនាបូឡោមព័ទ្ធចាប់បុត្រីរូបរាងបឹងដែលមានរាងមូលដូចរង្វង់ត្រូវបានគេជឿថាជាដាននៃការឡោមព័ទ្ធរបស់កងទ័ពយក្សទឹកបឹងដែលមានពណ៌ខៀវស្រងាត់ត្រូវបានអ្នកស្រុកនិយាយគ្នាថាជាទឹកភ្នែកនៃក្តីស្នេហ៍ស្មោះស្ម័គ្ររបស់ព្រះនាងចំណែកឯដើមឈើដែលដុះជុំវិញមាត់បឹងក៏ដុះតម្រៀបគ្នាជារង្វង់យ៉ាងស្អាតហាក់ដូចជាកំពុងយាមល្បាតការពារបឹងជនជាតិដើមភាគតិចទំពួនដែលរស់នៅតំបន់នោះបានគោរពបឹងនេះជាកន្លែងសក្ការៈបំផុតពួកគេជឿថាវិញ្ញាណក្ខន្ធរបស់ព្រះនាងយក្សឡោមនឹងមាននៅតែស្ថិតនៅថែរក្សាទឹកបឹងនេះឲ្យមានភាពត្រជាក់ត្រជុំរៀងរាល់ឆ្នាំគេតែងធ្វើពិធីសែនព្រេនដើម្បីសុំសេចក្តីសុខសប្បាយនិងសុំទឹកភ្លៀងពីម្ចាស់បឹង
មានរឿងដំណើរថានៅយប់ព្រះច័ន្ទពេញបូណ៌មីបើគេមាននិស្ស័យគេនឹងបានឮសំឡេងឃ្លួយល្វើយអន្តែតចេញពីកណ្ដាលបឹងសំឡេងឃ្លួយនោះមានភាពផ្អែមល្ហែមផងនិងសោកសៅផងដែលរំលឹកដល់ស្នេហាឆ្លងភពរវាងមនុស្សនិងយក្សសម្រស់បឹងយក្សឡោមបានស្ថិតស្ថេររាប់ពាន់ឆ្នាំមកហើយដោយមិនដែលស្រកទឹកឡើយទោះបីជារដូវប្រាំងក្តៅយ៉ាងណាក៏ដោយរឿងរ៉ាវនេះបានក្លាយជាមេរៀនមួយសម្រាប់មនុស្សជំនាន់ក្រោយអំពីតម្លៃនៃសេចក្តីស្នេហានិងការយោគយល់គ្នាបច្ចុប្បន្នទីកន្លែងនេះមិនត្រឹមតែជាកន្លែងទេសចរប៉ុណ្ណោះទេប៉ុន្តែជាឃ្លាំងនៃប្រវត្តិសាស្ត្រនិងជំនឿដែលមិនចេះរីងស្ងួតរឿងព្រេងបឹងយក្សឡោមនឹងនៅតែបន្តស្ថិតក្នុងបេះដូងអ្នកស្រុកនិងភ្ញៀវទេសចរជានិច្ចរួមជាមួយសម្រស់ដ៏វិសេសវិសាលនៃទឹកដីរតនគិរី